សួរបងប្អូននៅថ្ងៃនេះសប្បាយចិត្តណាស់ដែលបានមកជួបជាមួយយ៉ារ៉ូជួបជាមួយនឹងដារ៉ូតាមពិតទៅខ្ញុំពិតជាអន់ចិត្តណាស់ហើយអ្វីទៅខ្ញុំសងប្រជាប្រិយយភាពចិត្ត10ឆ្នាំពេលដែលគេជួបខ្ញុំខាងក្រៅគេមិនបានហៅលោកដារ៉ូទេគេច្រឡំខ្ញុំអេយ៉ារ៉ូអញ្ចឹងមិនយ៉ារ៉ូទៅអេហេរ៉ូខុសពីខ្ញុំវិញយ៉ាងម៉េចពេលដែលខ្ញុំដើរទៅដល់ទីនេះខ្ញុំពិតជាអន់ចិត្តខ្លាំងណាស់អន់ចិត្តតែច្រឡំថាខ្ញុំយូរ៉ូម្ចាស់បាត់អាចតែខ្ញុំមិនមែនទេខ្ញុំគឺនៅភ្នំពេញមិនមែននៅបាត់ដំបងនោះឡើយហេតុអ្វីបានខ្ញុំខំប្រឹងសាងស្នាដៃបែរច្រឡំអ្នកផ្សេងចាដារ៉ូបើសិនជាអ្នកកំពុងតែមើលនេះគាត់កំពុងតែលួចស្រឡាញ់គេម្នាក់ឯងស្រឡាញ់គេ3 4នាក់ម្នាក់ឯងគាត់មិនហ៊ានសារភាពមានអ្វីដើម្បីនិយាយទៅកាន់គាត់ទេខ្ញុំមានតែជូនពរទៅដល់បងប្អូនដែលស្រឡាញ់គេម្នាក់ឯងយើងគិតថាបើយើងជាមនុស្សប្រុសហ៊ានចូលសមរភូមិសម្រាប់សត្រូវហើយគ្រាន់តែពាក្យថាបងស្រឡាញ់អូនអាម៉ាត់ឆាតតាម Facebook ចោលគេឃើញមុខយើងផងហ្នឹងតើខ្លាចអីសារភាពទៅឬចាំពេលដែលនាងរៀបការហើយសារភាពនោះគឺវាអស់ឱកាសហើយត្រូវទេតាមទៅហើយញ៉ាំជួនអ្នកស្រឡាញ់គេម្នាក់ឯងប៉ុន្តែកុំស្រឡាញ់ប្រពន្ធគេសារភាពគឺហានិភ័យគេអត់ទេ